រៀបសួរបងម៉ែបងប្អូនថ្ងៃនេះអ្នកវិភាគកាកចេញមកទៀតហើយបងប្អូនហើយខ្ញុំវិភាគអីក៏មិនដែរនេះដែរបងប្អូនវិភាគទៅរឿងកាកនេះបងប្អូនណាចូលចិត្តមើលខ្ញុំនៅក្នុង Channel YouTube របស់ខ្ញុំសូមជួយ Subscribe មួយបងប្អូនដើម្បីបានវីដេអូកាកពីខ្ញុំបានទៅហើយខ្ញុំថ្ងៃនេះខ្ញុំនឹងវិភាគរឿងអ្នកប្រើប្រាស់ផលិតផលរបស់សៀមដែលនៅតែបន្តប្រើមកក្នុងប្រទេសកម្ពុជាយើងបងប្អូនហើយអ្នកវិភាគកាកថ្ងៃនេះក៏គ្មានអីវិភាគច្រើនដែរបងប្អូនមូលហេតុដែលប្រជាជនរបស់កម្ពុជាយើងនៅតែបន្តប្រើប្រាស់នៅផលិតផលចោលសៀមនេះគឺដោយសារតែមានអ្នកនាំចូលមកបងប្អូនហើយអ្នកដែលនាំចូលមកនេះបងប្អូនត្រូវចាំថាបើអ្នកអត់លុយក៏យកមកអត់បានដែរបងប្អូនអាហ្នឹងតាមខ្ញុំវិភាគមើលហ្នឹងគឺបែបហ្នឹងហើយអ្វីដែលស៊ីជម្រៅជាងនេះទៀតតើគេដឹកមកតាមណាបានបញ្ហាទាំងអស់ហ្នឹងមិនបាច់ខ្ញុំនិយាយទេបងប្អូនទោះឲ្យបងប្អូនទាំងអស់គ្នាស្វែងយល់ដោយខ្លួនឯងនៅចំណុចអស់ទាំងនេះហើយមិនថារាល់តំណែងអីទាំងអស់បើសិនតែមានការចូលរួមពីរាជរដ្ឋាភិបាលរបស់យើងកុំថាឡើយតំណែងចោលសៀមទាំងអស់នោះហូរចូលមកសំបីតែរុយសំបីតែមូសហើរចូលមកដីកម្ពុជាចូលមិនបានបងប្អូនយល់បែបហ្នឹងអត់អ្នកវិភាគកាករបស់ខ្ញុំនេះគឺវិភាគបែបហ្នឹងហើយអ្នកនៅតែបន្តប្រើក៏បន្តប្រើទៅទី1ដោយសារតែវាមានតម្លៃពេលខ្លះវាអាចមានតម្លៃធូរថ្លៃហើយគុណភាពពេលខ្លះយើងធ្លាប់បានប្រើកាលពីមុនមកយើងដឹងស្រាប់ហើយថារបស់ចោលវាមិនអីមិនហើយដល់ពេលផលិតផលរបស់កម្ពុជាយើងនេះវាមិនទាន់អាចរីកសុសសាយដើម្បីផ្គត់ផ្គង់នៅទីផ្សារកម្ពុជាបានច្រើនទេហើយទី1ការផលិតគឺយើងទៅផលិតនៅបរទេសរួចហើយយើងត្រូវធ្វើការវិខ្ចប់ដឹកជញ្ជូនមកប្រទេសយើងវិញដល់អញ្ចឹងវាមានតម្លៃទៅតាមនឹងដែរបងប្អូនដល់អញ្ចឹងវាមានតម្លៃថ្លៃចឹងនិយាយថាវាមិនថ្លៃណាស់ទេយើងមិនអាចមកប្រើបានហើយគុណភាពវាយើងមិនបាច់និយាយទេគឺល្អប្រើហើយរបស់កម្ពុជាយើងតែនៅពេលបន្តិចទៀតខ្ញុំជឿជាក់ថារដ្ឋាភិបាលកម្ពុជារបស់យើងនឹងដុតដៃដុតជើងស្វះស្វែងរកនៅដំណោះស្រាយដើម្បីបង្កើនរោងចក្រហើយនឹងកាត់បន្ថយពន្ធការផលិតនៅឲ្យសហគ្រាសដែលបានផលិតនៅផលិតផលប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជានេះដើម្បីកាត់បន្ថយពន្ធបើកន្លែងរោងចក្រឲ្យមានការងារធ្វើដល់ពលរដ្ឋកម្ពុជារបស់យើងឲ្យកាន់តែច្រើនហើយទីផ្សារវារីកដុះដាលនឹងអាចនាំចេញទៅក្រៅប្រទេសទៀតផងខ្ញុំជឿជាក់ថាទៅថ្ងៃមុខគឺនឹងមានបែបហ្នឹងហើយខ្ញុំក៏សូមអរគុណចំពោះពុកម៉ែបងប្អូនណាដែលចង់ដឹងអំពីបញ្ហាអីអាច comment នៅក្នុង Channel YouTube របស់ខ្ញុំនឹងបកស្រាយជូនតាមអ្នកវិភាគកាកដូចខ្ញុំបាទខ្ញុំនឹងវិភាគឲ្យបងប្អូនស្ដាប់តាមរបៀបកាករបស់ខ្ញុំអំពីការយល់ដឹងរបស់យើងទូទៅហើយនឹងចែករំលែកនៃចំណេះដឹងទាំងឡាយណាដែលយើងបានដឹងបានឮយើងនឹងចែករំលែកឲ្យបងប្អូនទាំងអស់គ្នាស្ដាប់បើសិនជាមានការខុសត្រូវអីសូមខន្តីអភ័យទោសបាទបងប្អូនអំពីអ្នកវិភាគកាកបាយ